បាទសូមគោរពជំរាបសួរលោកគ្រូបាទថ្ងៃនេះខ្ញុំមានវីដេអូបង្ហាញទៅលើការចូលប្រើប្រាស់ទៅលើប្រព័ន្ធប្រឡងតេស្ត Moietic App បាទសម្រាប់ប្រព័ន្ធប្រឡងតេស្តនេះដែរគឺសម្រាប់សិក្សានុសិស្សចាប់ពីថ្នាក់ទី7ដល់ថ្នាក់ទី12ដែលនឹងធ្វើការប្រឡងនាថ្ងៃទី22និង23ខាងមុខនេះបាទអញ្ចឹងខ្ញុំសូមបង្ហាញទៅលើការចូលប្រឡងក៏ដូចជាសម្រាប់គ្រូបង្រៀនដែលគាត់អាចធ្វើការចុះឈ្មោះសិស្សនៅក្នុងលក្ខខណ្ឌថាសិស្សគាត់អត់ទាន់មានឈ្មោះនៅក្នុងការចូលប្រឡងបានបាទចឹងខ្ញុំសូមបង្ហាញទៅលើការចូលប្រឡងបាទចឹងខ្ញុំសូមធ្វើការចុចប៊ូតុងចូលប្រឡងបាទបន្តមកទៀតសិស្សានុសិស្សគាត់អាចធ្វើការអានទៅលើបញ្ញត្តិបាទហើយបញ្ជាក់ថាសិស្សានុសិស្សប្រកាសជាមានទិន្នន័យនិងមានថាគាត់ប្រកាសជាមានទិន្នន័យត្រឹមត្រូវបាទចឹងខ្ញុំសូមធ្វើការចុចបន្តបាទចឹងសម្រាប់ប៊ូតុងពណ៌បៃតងនេះបាទចឹងមានន័យថាសម្រាប់សិស្សដែលគាត់មានក្នុងប្រព័ន្ធស្រាប់បាទចឹងមានន័យថាសិស្សដែលគាត់មានក្នុងប្រព័ន្ធស្រាប់គាត់គ្រាន់តែធ្វើការបំពេញព័ត៌មានតែម្ដងគាត់អាចធ្វើការចូលប្រឡងបានតែម្ដងបាទប៉ុន្តែសម្រាប់ប៊ូតុងមួយនេះវិញដែលមានពណ៌ស្វាយគឺសម្រាប់សិស្សណាដែលគាត់ចុះឈ្មោះនៅកំឡុងពេលប្រឡងមានន័យថាសិស្សគាត់អត់ទាន់មានឈ្មោះនៅក្នុងការចូលប្រឡងទេអញ្ចឹងជាជំរឿលោកគ្រូអ្នកសិស្សានុសិស្សគាត់អាចជម្រាបព័ត៌មាននេះទៅកាន់លោកគ្រូអ្នកគ្រូដើម្បីឲ្យគាត់អាចធ្វើការចុះឈ្មោះសិស្សដែលគាត់អត់ទាន់មានក្នុងប្រព័ន្ធហើយដើម្បីឲ្យគាត់ធ្វើការបំពេញព័ត៌មានរបស់គាត់បានហើយគាត់អាចចូលប្រឡងបានតែម្ដងបាទចឹងកន្លែងនេះគឺសិស្សានុសិស្សប្រសិនបើមិនមានឈ្មោះស្វែងរកឈ្មោះរបស់ខ្លួនឯងទៅឃើញថាអត់មានឈ្មោះប្រឡងទេគឺសិស្សានុសិស្សត្រូវតែជម្រាបព័ត៌មាននេះទៅកាន់លោកគ្រូអ្នកគ្រូដើម្បីលោកគ្រូអ្នកគ្រូអាចធ្វើការបង្កើតទៅលើឈ្មោះរបស់សិស្សហ្នឹងហើយគាត់គ្រាន់តែចូលមកដល់ប៊ូតុងពណ៌ស្វាយនេះគឺគ្រាន់តែបំពេញព័ត៌មានរបស់គាត់ហ្នឹងទៅគាត់អាចចូលប្រឡងបានដូចសិស្សដែលគាត់មានក្នុងប្រព័ន្ធស្រាប់ដែរបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើប៊ូតុងពណ៌បៃតងវិញខ្ញុំធ្វើការបង្ហាញទៅលើសិស្សដែលគាត់មានព័ត៌មានស្រាប់បាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើខេត្តបន្ទាយមានជ័យបាទស្រុកថ្មពួកបាទវិទ្យាល័យថ្មពួកថ្នាក់ទី7បាទបន្ទាប់ពីសិស្សានុសិស្សគាត់បានធ្វើការបំពេញទៅលើថ្នាក់រួចរាល់គាត់អាចធ្វើការស្វែងរកឈ្មោះរបស់គាត់តែម្ដងបាទដោយគ្រាន់តែអូសចុះក្រោមតិចមកប៉ុន្តែដោយសារតែនៅក្នុងថ្នាក់របស់គាត់មានចំនួនសិស្សច្រើនអញ្ចឹងគាត់អាចធ្វើការស្វែងរកឈ្មោះរបស់គាត់ដោយគ្រាន់តែវាយឈ្មោះរបស់គាត់នៅលើប៊ូតុងនេះតែម្ដងបាទអញ្ចឹងខ្ញុំសូមធ្វើការវាយឈ្មោះបាទទៅលើសិស្សម្នាក់បាទនេះមួយវិធីផ្សេងទៀតដើម្បីកាន់តែសម្រួលសិស្សានុសិស្សក្នុងការស្វែងរកមួយទៀតដើម្បីកុំឲ្យគាត់ចំណាយពេលយូរនៅក្នុងការស្វែងរកឈ្មោះរបស់គាត់គឺគាត់អាចវាយទៅលើ ID របស់គាត់ដោយវាយតែ2ខ្ទង់បានហើយដែលនៅចុងបញ្ចប់ជា ID ដែលនៅចុងបញ្ចប់នៃ ID របស់គាត់ដែលមានលេខតែ2ខ្ទង់ទេបាទអញ្ចឹងបែបណាបាទអញ្ចឹងខ្ញុំសូមធ្វើការវាយលេខ94បាទអញ្ចឹងលេខ94នេះគឺជាលេខ2ខ្ទង់ចុងបញ្ចប់នៃID របស់គាត់បាទអញ្ចឹងខ្ញុំសូមធ្វើការចុចទៅលើសិស្សម្នាក់បាទបន្តមកទៀតខ្ញុំសូមធ្វើការចុចពាក្យថាបង្កើតកូដបាទអញ្ចឹងសិស្សានុសិស្សតម្រូវឲ្យមានកូដប្រឡងរបស់សិស្សានុសិស្សនីមួយៗទើបអាចចូលទៅកាន់ការប្រឡងបានបាទខ្ញុំសូមធ្វើការចុចពាក្យថាចម្លងកូដបាទដើម្បីអាចជ្រើសរើសមុខវិជ្ជានិងអាចបន្តដំណើរការទៅកាន់ការប្រឡងបានបាទខ្ញុំចុចពាក្យថាបានចម្លងហើយជ្រើសរើសមុខវិជ្ជាបាទចុចពាក្យថាជ្រើសរើសមុខវិជ្ជាបាទមកដល់ផ្ទាំងនេះគឺឃើញមានទៅលើព័ត៌មានរបស់សិស្សផ្ទាល់តែម្ដងបាទហើយផ្នែកខាងក្រោមនេះគឺសម្រាប់ការជ្រើសរើសប្រឡងទៅលើមុខវិជ្ជានីមួយៗបាទទៅតាមការវិភាគដែលលោកគ្រូអ្នកគ្រូគាត់បានចាត់ចែងបានបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើភាសាខ្មែរបាទអញ្ចឹងបន្ទាប់ពីជ្រើសរើសរួចសិស្សានុសិស្សធ្វើការអូសមកផ្នែកខាងក្រោមដើម្បីអានទៅលើសេចក្តីណែនាំជាមុនសិនបាទជៀសវាងមានការរអាក់រអួលណាមួយនៅក្នុងប្រព័ន្ធប្រឡងបាទអញ្ចឹងសិស្សានុសិស្សអានសេចក្តីណែនាំហើយទើបចុចពាក្យថាចាប់ផ្ដើមប្រឡងបាទខ្ញុំសូមធ្វើការចុចពាក្យថាចាប់ផ្ដើមប្រឡងមុននឹងធ្វើការប្រឡងបានសិស្សានុសិស្សតម្រូវឲ្យមានលេខសម្ងាត់4ខ្ទង់ជាមុនសិនបាទអញ្ចឹងលេខសម្ងាត់នេះផងដែរសិស្សានុសិស្សអាចធ្វើការសុំពីលោកគ្រូអ្នកគ្រូបាទប៉ុន្តែលោកគ្រូអ្នកគ្រូប្រកាសជាចែកទៅលើសិស្សានុសិស្សឲ្យនៅពេលដែលប្រឡងបាទអញ្ចឹងខ្ញុំសូមធ្វើការវាយទៅលើលេខសម្ងាត់បាទខ្ញុំចុចពាក្យថាផ្ទៀងផ្ទាត់បាទអញ្ចឹងនៅពេលដែលសិស្សានុសិស្សវាយពាក្យសម្ងាត់ត្រឹមត្រូវនោះនឹងអាចចូលមកកាន់ប្រព័ន្ធប្រឡងបានហើយបាទដែលនៅផ្នែកខាងលើនេះគឺដាក់ទៅលើមុខវិជ្ជាភាសាខ្មែរសម្រាប់ថ្នាក់ទី7ដែលមានរយៈពេល60នាទីបាទហើយខាងក្រោមនេះគឺជាសំណួរផ្នែកសំណួរបាទដែលសិស្សានុសិស្សអាចជ្រើសរើសចម្លើយមួយនៅក្នុងចម្លើយទាំង4នេះបានដែលជាចម្លើយមួយត្រឹមត្រូវបាទបន្ទាប់ពីខ្ញុំធ្វើការជ្រើសរើសទៅលើចម្លើយណាមួយដែលជាចម្លើយត្រឹមត្រូវនឹងឃើញប៊ូតុងមួយទៀតដែលដាក់ថាសំណួរបន្ទាប់
ចឹងសិស្សអនុសិស្សចុចពាក្យថាសំណួរបន្ទាប់ដើម្បីអាចបន្តការឆ្លើយទៅកាន់សំណួរបន្តទៀតរហូតដល់សំណួរបញ្ចប់បាទចឹងខ្ញុំសូមធ្វើការចុចពាក្យថាសំណួរបន្ទាប់បាទបាទបន្ទាប់ពីដល់សំណួរចុងបញ្ចប់នៃសំណួរទី10គឺនឹងមានពាក្យថាបញ្ចប់ចឹងសិស្សានុសិស្សត្រូវតែចុចពាក្យថាបញ្ចប់ដើម្បីបញ្ចប់ការប្រឡងនិងចេញទៅលើលទ្ធផលនៃការប្រឡងតែម្ដងបាទចឹងសម្រាប់ការចុចប៊ូតុងបញ្ចប់បាទនេះជាលទ្ធផលនៃការធ្វើតេស្តរបស់សិស្សម្នាក់បាទដែលគាត់ទទួលបានលទ្ធផលក៏ដូចជាមាននីតិមានពិន្ទុសរុបក៏ដូចជារយៈពេលដែលគាត់បានចំណាយនៅក្នុងការធ្វើតេស្តនៅមុខវិជ្ជាភាសាខ្មែរនេះដែរបាទអញ្ចឹងសិស្សានុសិស្សក៏អាចឃើញដែរថាខ្លួនឯងឆ្លើយត្រូវប៉ុន្មានសំណួរក៏ដូចជាឆ្លើយខុសប៉ុន្មានបាទចំណាយរយៈពេលប៉ុន្មានបាទហើយប៊ូតុង2ផ្នែកខាងក្រោមនេះគឺសិស្សានុសិស្សអាចធ្វើការទាញយកលទ្ធផលរបស់ខ្លួនជាលក្ខណៈរូបភាពក៏ដូចជាលក្ខណៈអត្ថបទបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើការទាញយកជាលក្ខណៈរូបភាពបាទអញ្ចឹងលក្ខណៈរូបភាពនេះគឺខ្ញុំចុច download ទៅគឺនឹងមានការទាញយកជាលក្ខណៈរូបភាពបែបនេះតែម្ដងបាទចឹងការបង្ហាញនៃការចូលប្រឡងរបស់សិស្សដែលមាននៅក្នុងប្រព័ន្ធបាទគឺសូមបញ្ចប់តែពេលនេះបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញឡើងវិញទៅលើសិស្សានុសិស្សដែលគាត់ចុះឈ្មោះថ្មីបាទមានន័យថាគាត់អត់ទាន់មានឈ្មោះក្នុងប្រព័ន្ធប្រឡងទេអញ្ចឹងតម្រូវឲ្យលោកគ្រូអ្នកគ្រូគាត់អាចធ្វើការបញ្ចូលឈ្មោះរបស់គាត់បានដើម្បីគាត់អាចប្រឡងបានបាទអញ្ចឹងមិញហ្នឹងខ្ញុំបញ្ចូលខ្ញុំធ្វើការប្រឡងសិស្សដែលគាត់មានក្នុងប្រព័ន្ធស្រាប់អញ្ចឹងខ្ញុំសាកទៅលើប៊ូតុងទី2នេះដែលមានពណ៌ស្វាយនេះបាទដែលសិស្សានុសិស្សគាត់ទៅតែចុះឈ្មោះនៅកំឡុងពេលប្រឡងហ្នឹងណាបាទអញ្ចឹងខ្ញុំសូមធ្វើការបំពេញព័ត៌មានដូចគ្នាបាទបំពេញព័ត៌មានដូចទៅនឹងសិស្សដែលគាត់មានក្នុងប្រព័ន្ធស្រាប់ដូចគ្នាបាទអញ្ចឹងខេត្តបន្ទាយមានជ័យស្រុកថ្មពួកបាទសាលារៀនវិទ្យាល័យថ្មពួកដដែលបាទអញ្ចឹងសូមរងចាំបន្តិចបាទនឹងមានថ្នាក់បាទអញ្ចឹងខ្ញុំធ្វើការជ្រើសរើសថ្នាក់ទី7គឺលំនាំនៃការបំពេញព័ត៌មានគឺដូចទៅនឹងសិស្សដែលគាត់មាននៅក្នុងវិជ្ជាដូចគ្នាបាទដូចគ្នាបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសសិស្សណាមួយបាទអញ្ចឹងបើសិនជាលក្ខខណ្ឌថាសិស្សហ្នឹងគាត់ទៅតែបញ្ចូលឈ្មោះគាត់ថ្មីអញ្ចឹងគឺគាត់នឹងអាចឃើញឈ្មោះរបស់គាត់លោតនៅខាងលើនេះតែម្ដងបាទអញ្ចឹងបើសិនបើករណីថាគាត់អត់ទាន់ឃើញទេអញ្ចឹងគាត់អាចធ្វើការស្វែងរកបានដូចគ្នាដូចទៅនឹងសិស្សដែលគាត់មានក្នុងបញ្ជីស្រាប់ដូចគ្នាបាទអញ្ចឹងសិស្សគាត់អាចស្វែងរកបានដូចគ្នាអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសឈ្មោះណាមួយបាទអញ្ចឹងឈ្មោះនេះគាត់ក៏អាចជ្រើសរើសទៅលើ ID វា ID របស់គាត់តែម្ដងនៅក្នុងការស្វែងរកបាទអញ្ចឹងខ្ញុំធ្វើការចុច ID ទៅលើលេខ09បាទអញ្ចឹងនេះនឹងបង្ហាញឲ្យដែលមានលេខចុងបញ្ចប់គឺលេខ09បាទអញ្ចឹងខ្ញុំធ្វើការជ្រើសរើសលេខសិស្សណាមួយបាទអញ្ចឹងសិស្សគាត់នឹងទាញយកកូដប្រឡងដូចគ្នាបាទអញ្ចឹងសិស្សមិនថាសិស្សគាត់មានឈ្មោះស្រាប់ឬក៏សិស្សគាត់ត្រឹមតែចុះឈ្មោះថ្មីទេគាត់ត្រូវតែមានលេខកូដនឹងដូចគ្នាបាទអញ្ចឹងសូមធ្វើការជ្រើសរើសដូចគ្នាបាទអញ្ចឹងគឺនេះគឺជាព័ត៌មានសិស្សបើសិនជាគាត់មានឈ្មោះបន្ទាប់ពីលោកគ្រូនេះគាត់បានចុះឈ្មោះរបស់គាត់រួចរាល់បាទអញ្ចឹងដំណើរការនៃការប្រព្រឹត្តទៅលើការប្រឡងគឺដូចគ្នាបាទអញ្ចឹងការបង្ហាញទៅលើការចូលប្រឡងនេះគឺសូមបញ្ចប់តែប៉ុណ្្នេះបាទអរគុណលោកគ្រូអ្នកគ្រូបាទលោកគ្រូអ្នកគ្រូបន្ទាប់ពីខ្ញុំបានបង្ហាញទៅលើការចូលប្រឡងរួចរាល់ខ្ញុំសូមបន្តទៅលើការបង្ហាញសម្រាប់លោកគ្រូអ្នកគ្រូដែលគាត់អាចធ្វើការចុះឈ្មោះសិស្សថ្មីបានបាទដោយលោកគ្រូអ្នកគ្រូគ្រាន់តែចុចប៊ូតុងចុចទីនេះដើម្បីបន្តទៅកាន់ផ្ទាំងគ្រប់គ្រងមួយទៀតបាទអញ្ចឹងបើសិនជាលោកគ្រូអ្នកគ្រូត្រូវការបង្កើតឈ្មោះរបស់សិស្សដែលគាត់អត់ទាន់មានក្នុងប្រព័ន្ធប្រឡងបាទអញ្ចឹងលោកគ្រូអាចចុចពាក្យចុចទីនេះបាទនឹងបន្តចូលមកកាន់ផ្ទាំងមួយនេះអញ្ចឹងផ្ទាំងមួយនេះគឺតម្រូវឲ្យលោកគ្រូអ្នកគ្រូវាយទៅលើ username ក៏ដូចជា password បាទអញ្ចឹងសម្រាប់ username ក៏ដូចជា password នេះគឺក្រុមការងារបានជម្រាបជូនទៅដល់លោកគ្រូអ្នកគ្រូរួចរាល់អញ្ចឹងលោកគ្រូអ្នកគ្រូគ្រាន់តែវាយ username ក៏ដូចជា password បាទសម្រាប់កន្លែងនេះផងដែរបើសិនបើលោកគ្រូអ្នកគ្រូអត់ចង់វាយ username ក៏ដូចជា password ច្រើនដងលោកគ្រូអ្នកគ្រូគ្រាន់តែ select ពាក្យថា remember me នោះពេលដែលលោកគ្រូអ្នកគ្រូចូលមកកាន់ផ្ទាំងនេះលើក្រោយគឺអត់ចាំបាច់វាយទៅលើ username និង password ម្ដងទៀតទេបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសពាក្យ remember me បន្តមកទៀតចុចពាក្យថា sign in ដើម្បីចូលមកកាន់ប្រព័ន្ធបាទអញ្ចឹងខ្ញុំបានធ្វើការចូលមកកាន់ប្រព័ន្ធ dashboard ឬក៏ផ្ទាំងគ្រប់គ្រង MOE-Edtech App នេះបានជោគជ័យហើយបាទអញ្ចឹងសម្រាប់ផ្ទាំងទី1នេះគឺបង្ហាញជាទិន្នន័យសរុបរួមបាទដោយមានទៅលើចំនួនសិស្សសរុបបាទក៏ដូចជាសាលានិងសាលាគោលដៅបាទសាលាក្រៅគោលដៅសាលាជីបសាលាស៊ីបនិងសាលាជីប AF បាទអ
ក្រឡេកមកមើលផ្ទាំងខាងឆ្វេងដៃនេះផងដែរលោកគ្រូអ្នកគ្រូបាទអញ្ចឹងលោកគ្រូអ្នកគ្រូនឹងឃើញមានប៊ូតុងមួយគឺដាក់ពាក្យថាសិស្សបាទអញ្ចឹងសម្រាប់ផ្ទាំងឬក៏ប៊ូតុងសិស្សនេះផងដែរគឺសម្រាប់បង្ហាញទៅលើព័ត៌មានរបស់សិស្សដែលគាត់មាននៅក្នុងខេត្តក៏ដូចជាស្រុកនិងក៏សាលានីមួយៗផងដែរបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសទៅលើផ្ទាំងមួយទៀតឬក៏ប៊ូតុងផ្នែកមួយទៀតដែលមានដាក់ពាក្យថាសិស្សបាទអញ្ចឹងខ្ញុំសូមធ្វើការចុចពាក្យថាសិស្សបាទអញ្ចឹងបន្ទាប់ពីខ្ញុំចុចពាក្យថាសិស្សហើយនឹងមានផ្នែកខាងលើនេះសម្រាប់ធ្វើការច្រោះយកព័ត៌មានរបស់សិស្សបាទឬក៏ទាញយកព័ត៌មានរបស់សិស្សដែលគាត់មាននៅក្នុងខេត្តឬក៏ស្រុកនៃសាលារបស់គាត់នឹងផងដែរបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសខេត្តបន្ទាយមានជ័យបាទអញ្ចឹងស្រុកខ្ញុំធ្វើការជ្រើសរើសស្រុកថ្មពួកបាទបាទអញ្ចឹងសាលារៀនខ្ញុំសូមការជ្រើសរើសសាលារៀនវិទ្យាល័យថ្មពួកបាទថ្នាក់ទី7បាទដូច្នេះគឺគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ពិនិត្យមើលទៅលើឬក៏លោកគ្រូអ្នកគ្រូចង់ពិនិត្យមើលទៅលើថ្នាក់វិទ្យាល័យរបស់លោកគ្រូអ្នកគ្រូផ្ទាល់បាទអញ្ចឹងលោកគ្រូអ្នកគ្រូអាចគ្រាន់តែបំពេញទៅលើផ្នែកខាងលើនេះផងទៅបន្ទាប់មកទៀតគឺចុចពាក្យថាច្រោះយកបាទចុចពាក្យថាច្រោះយកគឺនឹងទាញទៅលើទិន្នន័យរបស់សិស្សដែលគាត់មាននៅថ្នាក់ទី7នេះផងដែរបាទកលេចមកមើលផ្នែកខាងក្រោមនេះផងដែរគឺបង្ហាញទៅលើចំនួនសិស្សបាទដែលគាត់មាននៅក្នុងថ្នាក់ទី7នៃវិទ្យាល័យថ្មពួកបាទនៅខេត្តបន្ទាយមានជ័យបាទមានចំនួន270នាក់បាទអញ្ចឹងបន្ទាប់ពីផ្នែកខាងលើនេះផងដែរលោកគ្រូអ្នកគ្រូនឹងឃើញមានប៊ូតុងខាងស្នាមដៃនេះគឺដាក់ពាក្យថាចុះឈ្មោះសិស្សបាទចុះឈ្មោះសិស្សអញ្ចឹងខ្ញុំសូមធ្វើការចុះឈ្មោះសិស្សប្រសិនបើលោកគ្រូអ្នកគ្រូចង់ចុះឈ្មោះសិស្សថ្មីបាទអញ្ចឹងការចុះឈ្មោះសិស្សថ្មីនេះគឺទាមទារឲ្យលោកគ្រូអ្នកគ្រូបំពេញទៅលើព័ត៌មានខេត្តស្រុកសាលាថ្នាក់របស់សិស្សដែលគាត់កំពុងសិក្សាផ្ទាល់បាទអញ្ចឹងលោកគ្រូអ្នកគ្រូត្រូវតែបំពេញព័ត៌មាននេះទាំងអស់បាទទើបធ្វើការបញ្ជូនការចុះឈ្មោះនេះបានបាទអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសឬក៏បំពេញតាមលក្ខខណ្ឌបាទដែលមាននៅលើផ្ទាំងនេះបាទអញ្ចឹងថ្នាក់រៀនបាទខ្ញុំសូមធ្វើការជ្រើសរើសថ្នាក់ទី7បាទអញ្ចឹងលោកគ្រូវាយបញ្ចូលនាមតកោរបស់សិស្សបាទនាមខ្លួនបាទជ្រើសរើសថ្ងៃខែឆ្នាំកំណើតបាទជ្រើសរើសភេទបាទបន្តមកទៀតគឺវាយលេខទូរស័ព្ទរបស់សិស្សបាទបន្តមកទៀតលោកគ្រូអ្នកគ្រូក៏អាចជ្រើសរើសទៅលើបន្ទប់របស់សិស្សផងដែរបាទនេះគឺជាផ្នែកខាងក្រោមនេះគឺជាលេខ student ID របស់សិស្សបាទអញ្ចឹងលោកគ្រូអាចបំពេញ student ID របស់គាត់មកបន្តមកទៀតចុចពាក្យថាបញ្ជូនការចុះឈ្មោះសិស្សថ្មីបាទអញ្ចឹងការចុះឈ្មោះថ្មីរបស់ខ្ញុំគឺទទួលបានជោគជ័យបាទអញ្ចឹងលោកគ្រូអាចចុចពាក្យថាបោះបង់មកបាទដើម្បីចេញពីផ្ទាំងនេះបាទអញ្ចឹងបន្ទាប់ពីខ្ញុំបានធ្វើការចុះឈ្មោះសិស្សថ្មីរួចហើយអញ្ចឹងខ្ញុំលោកគ្រូក៏អាចស្វែងរកឈ្មោះសិស្សបានដែរអញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសឈ្មោះសិស្សដែលខ្ញុំបានចុះឈ្មោះអំបញ្ញមិញបាទអញ្ចឹងលោកគ្រូអាចវាយមកបាទឬក៏អាចស្វែងរកនៅខាងក្រោមក៏បានដែរបាទអញ្ចឹងខ្ញុំសូមធ្វើការស្វែងរកទៅលើសិស្សឈ្មោះពេជ្របាទនេះអញ្ចឹងកន្លែងនេះគឺជាឈ្មោះរបស់សិស្សដែលលោកគ្រូបានចុះឈ្មោះគាត់រួចរាល់អំបញ្ញមិញនេះបាទអញ្ចឹងលោកគ្រូក៏អាចកែប្រែក៏ដូចជាលុបទៅលើព័ត៌មានរបស់សិស្សបានដែរបាទអញ្ចឹងកែសម្រួលលោកគ្រូគាត់ចុចពាក្យថាកែសម្រួលមកបើសិនជាចង់កែសម្រួលទៅលើផ្នែកណាមួយរបស់សិស្សបាទអញ្ចឹងខ្ញុំអាចធ្វើការបិទវិញទៅបាទហើយមួយទៀតក្នុងករណីថានៅក្នុងទិន្នន័យរបស់សិស្សនេះគឺគាត់មានឈ្មោះ2ឬក៏ច្រើនឬក៏ស្ទួនគ្នាអញ្ចឹងលោកគ្រូក៏អាចជ្រើសរើសទៅលើព័ត៌មានរបស់គាត់ណាមួយដែលជាក់លាក់និងត្រឹមត្រូវទៅតាមព័ត៌មានទិន្នន័យរបស់សាលារបស់គាត់បាទអញ្ចឹងលោកគ្រូក៏អាចធ្វើការលុបដែរបើសិនជាមានករណីថាលោកគ្រូចង់លុបសិស្សម្នាក់ហ្នឹងឬក៏មានសិស្សហ្នឹងគាត់អត់បានស្ថិតនៅក្នុងថ្នាក់ហ្នឹងទេគាត់ស្ថិតនៅក្នុងខេត្តថ្នាក់ផ្សេងអញ្ចឹងក៏អាចលោកគ្រូអាចលុបបានដែរបាទអញ្ចឹងដោយសារអានេះជាការតេស្តឬក៏ការបង្ហាញឬការណែនាំទេលោកគ្រូអញ្ចឹងខ្ញុំសូមធ្វើការលុបវិញបាទអញ្ចឹងខ្ញុំសូមការគ្រាន់តែចុច
ពាក្យថាលុបហើយចុចពាក្យថាអូខេជាការស្រេច